ដោយសារតែប្រិយមិត្តមួយចំនួននឹកចែមសុកពេកតិចខ្ញុំចាក់សម្លេងចែមសុកឲ្យស្ដាប់បន្តិចតាក់ទងទៅនឹងការបែកបាក់និងភាពអល់ឯករបស់ពួក118នាក់ថ្ងៃនេះបងប្អូនមានដឹងថារៀលខេមរិនមានណាស្គាល់រៀលខេមរិនអត់បានដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយហើយមកម្នាក់ទៀតហើយអាខ្លាសវាយមន្ត្រីពុករលួយចូលមកទៀតហើយឯងចូលមកឲ្យគេជេរម្រាយឯងទេយល់ល្អឯងសងំឲ្យស្ងៀមទៅអាខ្លាសអញមិនចង់ឲ្យប្រិយមិត្តជេរម្រាយឯងដូចជេរអរិញណែអាទីសេងទេហើយចូលមកក្នុង live show នេះហើយចូលមកងាប់របស់ប្រិយមិត្តមហាជនទាំងឡាយគេនឹងវាយឲ្យងាប់អាខ្លាសស្អែករៀបចំអាទេសលូបបឯងឲ្យបានត្រឹមត្រូវណាអញសំបើវងកញ្ចក់ប្រាប់ឯងមួយម៉ាត់ចោះដោយសារតែបំបែងក្បាលពួកឯងប្រហែលអ្នកនឹងបានធ្វើឲ្យអញបាត់បង់ពេលវេលាច្រើនណាស់កាលពីសូម្សិលមិញអស់ដល់ទៅជិត1ម៉ោងជាងកន្លះម៉ោងអញស្ដាយណាស់ដែលអញយកមាត់អញទៅជលក់ជាមួយនឹងពួកឯងយល់អត់ហើយឯងកុំមកអាងស្អីសំលេងឯងស្អីគេក្រុមពួកឯងហ្នឹងឡាយម្ដងហ្នឹងចេញឡាយម្ដងមានប្រហែលអ្នក view ឯងមើលឯងហ៎អាខ្លាសក្រុមឯងហ្នឹងមេក្រូឯងហ្នឹងអូបលើឯងហ្នឹងវាផ្សាយប៉ុន្មានទៅអត់ឯងហ៊ានមកលេងជាមួយអញហ្នឹងដេកឲ្យស្ងៀមទៅល្អជាងអញមិនរករឿងឯងចាត់ទុកថាអញយកយល់មុខឯងពេកហើយអញយកយល់ដល់បំបែងក្បាលមេឯងដល់អញរាប់អានណាព្រំសានពីព្រោះព្រំសានហ្នឹងអញធ្លាប់បានទូរស័ព្ទនិយាយបដៅហើយសួរមេឯងមើលអញធ្លាប់បដៅមេឯងអត់អញបដៅឲ្យរបៀបលេង Facebook ឲ្យរបៀបចេញព័ត៌មានហើយសួរទៅថាតាសវណ្ណអួតអាងអញ្ចឹងមើលឯអាដាមមើលមេមែនឬមួយក៏អីហើយឯងទៅសួរទៅអាឡាស្អីគេប្រុសឡាស្អីគេនោះអញឃើញវារហេមរហាមពេកប្រកាសក្នុង Facebook ឈឺចិត្តងាប់ទាំងអញទាំងជុំកសលមកស្រុកខ្មែរនេះមានតែអញឲ្យជុំកសលទេជួយវាម្នាក់$50ហើយវាសួរមើលតើវាក៏ព្រោះតែអីអញឃើញពួកឯងនឹងវាលហេមលហាមពេកវាពិបាកពេកថែមទាំងអញបានចេញ live show បើវងកញ្ចក់តិចប្រិមិត្តវាដោយសារឃើញមុខវារំខានតិចយើងទៀតដែរឃើញមុខវាមិនបានចេះតែឃើញអញរួមតែអញបានស្នើសុំទៅអ្នកដឹកនាំគណៈបក CPP ថាឲ្យជួយមើលពួកឯងផងកុំឲ្យពួកឯងរស់នៅរបៀបដូចខ្មោចដែលអត់មានម្ចាស់យល់អត់សំណាងហើយណាទោះឯងនេះការបង្ហោះរបស់ឯងនេះណាតឡាការគេបបួលអញឲ្យប្តឹងឯងគេថាប្តឹងវាយកមកធ្វើស្អីបើវាគ្រាន់តែជាអ្នកលក់បបររុញអាទេសដល់តាមផ្លូវហ្នឹងមានប្រយោជន៍អីអាណិតវាមេធាវីអញប្រាប់ថាបងចាត់ការវាអត់ទេបាទកុំធ្វើបាបវាអានេះដូចបុកក្តាមយកឈាមអញ្ចឹងមានប្រយោជន៍អីមិនក៏ឯងមិនភ្ញាក់ខ្លួននៅឆ្លៀតចូលមកឲ្យគេជេរម្រាយឯងទៀតក៏ដោយមកអាក្មេងល្ងងរៀនឆ្លាតបន្តិចឡើងយល់អត់
អូខេឥឡូវស្ដាប់ជេមសុកតិចខ្ញុំឃើញសប្តាហ៍នេះណារវាងសំរាំងស៊ីហើយនឹងកម្មសុខាគឺច្បាស់ហើយថាសំរាំងស៊ីញាត់រុនកម្មសុខាឲ្យជាប់ដើម្បីគាត់យកប្រយោជន៍គាត់អញ្ចឹងរវាងកម្មសុខានិងសំរាំងស៊ីយើងឃើញច្បាស់ហើយថាមនុស្សពីរនាក់ហ្នឹងមិនមែនមនុស្សតែមួយមនុស្សពីរនាក់ហ្នឹងគឺចង់បំផ្លាញគ្នាទៅអញ្ចឹងខ្ញុំផ្ញើសារមួយសុឆន្ទៈចំពោះក្រុមគាំទ្រកម្មសុខាអស់លោកកុំគាំទ្រការជំរុញដាក់ទណ្ឌកម្មលើកម្ពុជាបើអស់លោកមកហែហោមជាមួយនឹងគំនិតដែលបរទេសចង់ញាត់ប្រជាធិបតេយ្យឲ្យខ្មែរលេបចូលអស់លោកខាតទាំងអស់ពីព្រោះរាំងស៊ីយកចំណេញទាំងអស់ខ្ញុំសង្កេតឃើញអ្នកគាំទ្រកម្មសុខាសប្ងៃលឹបលោអត់ហ៊ានតវ៉ាអីច្រើនទេណារួមទាំងកូនស្រីកម្មសុខាផងខ្ញុំបាននិយាយឲ្យណាតែឲ្យខ្ញុំនិយាយឲ្យត្រូវឲ្យច្បាប់ដែលធ្វើនៅអាមេរិកនេះណាបើកូនស្រីកម្មសុខាគាំទ្របើបានជោគជ័យសំរាំងស៊ីកេងយកទៅអស់ហើយកូនស្រីកម្មសុខាអត់មានជួយឪពុកខ្លួនឯងនឹងខ្ញុំសូមប្រាប់ពីព្រោះសំរាំងស៊ីឲ្យតែមានអីកើតឡើងគាត់ប្រមូលយកគុណនិងកំណាចទាំងអស់ឮដែរអត់កុំឲ្យប្រិយមិត្តខាងដឹកខ្លោជេមសុកដល់ហើយឥឡូវវាគាត់ជួនប្រធានបទរបស់គាត់នេះវាតាក់ទងទៅនឹងសភាពការបច្ចុប្បន្នឥឡូវនេះសំរាំងស៊ីកំពុងតែចលាចលកំពុងតែខ្វល់ខ្លាំងណាស់ខ្លាចកម្មសុខានឹងវាចេញពីគុករឿងវានៅកន្លែងនេះទេតាកម្មសុខាចេញពីគុកសំរាំងស៊ីចាប់បដ យ ទាំងអង្គប្រុសប្រាយរបស់យើងក៏ដូចជាខ្លោជេមសុកសិតតែមានការសន្និដ្ឋានតែមួយយូរហើយមែនឬមួយក៏មែនខ្ញុំលើកបញ្ហានេះយូរហើយយូរពេកហើយខ្ញុំថាអាមសៀសំរាំងស៊ីនេះកម្មសខាជាប់គុកក៏ដោយសារសំរាំងស៊ី CNRP រលាយក៏ដោយសារសំរាំងស៊ីអ្នកដែលមិនចង់ឲ្យកម្មសខាចេញពីគុកក៏សំរាំងស៊ីហេតុផលគឺអំណាចបាក់ក្នុងបេះដូងរបស់សំរាំងស៊ីគឺខឹងជាមួយនឹងកម្មសុខាពេលព្រោះបើយើងនិយាយឲ្យយុត្តិធម៌វាគួរឲ្យសំរាំងស៊ីខឹងដែរយើងនិយាយឲ្យពុតធាំងធំមែងទៅបើខ្ញុំជាសំរាំងស៊ីក៏ខឹងកម្មសុខាដែរហេតុអីមានតាណាឆ្លើយត្រូវសម័យកាលនយោបាយមួយនេះម្ដងទៀតបើខ្ញុំជាសំរាំងស៊ីខ្ញុំក៏ខឹងកម្មសុខាដែរខ្ញុំក៏មិនសប្បាយចិត្តជាមួយកម្មសុខាដែរខ្ញុំក៏ចង់ឲ្យកម្មសុខាជាប់គុកកាន់តែយូរដែរហេតុអីមានតាណាឆ្លើយត្រូវមូលហេតុអីដឹងទេគឺដោយសារកម្មសុខាមានដើមទុនតិចតួចដាក់ចូលក្នុងសង្គ្រោះជាតិគឺមានតែ3កៅអីទេឯសំរាំងស៊ីមានដល់ទៅ26កៅអីហើយរឿងអីឯងមានតែ3ហើយឯងមកធ្វើមេបាក់ដូចជាមិនត្រូវមែនទេណោះយើងនិយាយយុត្តិធម៌មិនមែនភ្នំមួយមានខ្លាពីរទេបងប្អូនគឺខ្លាសំរាំងស៊ីមើលឃើញកម្មសុខាជាកូនជាមបានជាសំរាំងស៊ីគាត់ស៊ីមួយបាត់ទៅកម្មសុខារលាយទាំងបានគឺក្រោមការរៀបចំសេណារីយ៉ូដ៏ត្រឹមត្រូវរបស់សំរាំងស៊ីទាំងអស់
រឿងនេះបងប្អូនស្ដាប់អង្គពុកប្រាជ្ញយើងមិនដឹងទេហើយឥឡូវខ្ញុំក៏ដឹងទៀតនេះឥឡូវនេះខ្លាជេមសុកកំពុងតែប្រើ account របស់ប្រពន្ធជេមសុកមើលអង្គពុកប្រាជ្ញគ្រាន់បើខមមិនមេដៃមួយរបស់ខ្លាសួស្ដីណាបងស្រីភរិយារែងខ្លាជេមសុកសុខសប្បាយទេសុខសប្បាយគ្រាន់តែខមមិនថាសុខតែមួយម៉ាត់មកក៏បានណាឲ្យទៅត្រូវមួយឈ្មោះជេមសុកអូខេសារប្រិយមិត្តគាត់នឹកជេមសុកពេកខ្ញុំក៏ចាក់បញ្ហាហ្នឹងជូនតិចទៅណាឥឡូវយើងថ្ងៃនេះយើងមានរឿងច្រើនឥឡូវស្ដាប់អាសូនតារាបន្តិចប្រាប់នឹងបើតបែកទៅអានឹងវាគ្រប់គ្រាន់ហើយមិនមានន័យថាអត់ហ៊ុនសែនទៅវាមានបលាយនឹងវាសឹកចឹងណាគំនិតថ្មីមនុស្សថ្មីគេស្រឡាញ់សន្តិភាពពិតប្រាកដហើយអ្នកដែលស្រឡាញ់សន្តិភាពជាងគេណាគេគណៈបព្វជិជនខ្លាចសង្គ្រាមណាហេតុអីព្រោះសិតតែជាអ្នកមាននេះណាចូលចិត្តឲ្យប្រទេសតែអ្នករកស៊ីគេខ្លាចអញ្ចឹងនៅពេលណាដែលបានមកហ៊ុនសែនប្រទេសហ្នឹងវាអត់មាននរណាគម្រាមនរណាទៀតទេបើយើងនិយាយថាអញ្ចឹងតែពីចំណុចហ្នឹងបើឲ្យសូមតារាឆ្លើយខ្ញុំថាបើយោងតាមប្រធានសំរងស៊ីបើយល់ថាហ៊ុនសែនជាមនុស្សចង្រៃតែអត់ហ៊ុនសែនទៅវាសុខភាពល្អវាបាត់ចង្រៃតាអានេះទី1មែនទេទី2ច្បាប់វាមិនមែនកើតពីពុះម៉ែទេណាមនុស្សអ្នកធ្វើតាអញ្ចឹងនៅក្នុងប្រទេសកម្ពុជាមិនមានហ៊ុនសែនមួយណាដែលមានលទ្ធភាពធ្វើច្បាប់ប៉ុន្តែខ្ញុំមើលជ្រៅបន្តទៀតអានេះខ្ញុំគ្រាន់តែចង់ថាតាមសម្ដេចទេមើលជ្រៅត្រង់ណាខ្ញុំដាក់សំណួរសួរថាតើសម្ដេចថាឲ្យនរណាប្រិយមិត្តមែនទេតើសម្ដេចថាឲ្យនរណាអានេះគឺជាចំណុចមួយមែនទេគឺជាចំណុចមួយសំខាន់បំផុតហើយបានខ្ញុំលើកចំណុចនេះបើយោងតាមមែនទេបើយោងតាមហេតុការណ៍ជាក់ស្ដែងហើយម៉េចសូនតារាដែលខ្ញុំចាប់ឃ្លាបាញ់នេះខ្ញុំចង់ជម្រាបថាអានេះវាខ្ចីនយោបាយតែវាប្រឹងមកស្រែកថាវានឹងគ្រាន់បើអាពួកភ្លើដមគ្នាភ្លុកទឹកភ្លុកដីទៅស្ដាប់វាហើយលើកសរសើរវាថាវាអស្ចារ្យវានិយាយថាអ្នកដែលស្រឡាញ់សន្តិភាពជាងគេបំផុតគឺគណៈបកប្រជាជនបងប្អូនមានលឺវានិយាយបាញ់អត់ហើយវាបន្ថែមទៀតថាព្រោះតែអ្នកដែលគ្រប់គ្រងគណៈបកប្រជាជនសិតតែជាអ្នកមានទើបខ្លាចសង្គ្រាមអញ្ចឹងបានន័យថាម៉េចបានន័យថាសូនតារាទទួលស្គាល់ថាបើអត់ពីហ៊ុនសែននគរនេះនឹងកើតសង្គ្រាមមែនឬមួយក៏មែនវាចង់និយាយអញ្ចឹងមែនឬមិនមែនអូខេបងប្អូនស្ដាប់វាម្ដងទៀតខ្ញុំចូលចិត្តលេងណាជាមួយនឹងពួកអាកូនក្មេងតែខ្ចីនយោបាយធនអញ្ចឹងណាវានិយាយចេញពីមាត់វាហើយមិនមែនរឿងកាត់តទេហ៎បងប្អូនស្ដាប់ម្ដងទៀតសម្រាប់នៅបឹងតបែកទៅអានឹងវាគ្រប់គ្រាន់ហើយមិនមានន័យថាអត់ហ៊ុនសែនទៅវាមានបលាយនឹងវាសឹកចឹងណាគំនិតថ្មីមនុស្សថ្មីគេស្រឡាញ់សន្តិភាពពិតប្រាកដហើយអ្នកដែលស្រឡាញ់សន្តិភាពជាងគេណាគេគណៈបព្វជិជនខ្លាចសង្គ្រាមណាហេតុអីព្រោះសិតតែជាអ្នកមាននេះណាចូលចិត្តឲ្យប្រទេសតែអ្នករកស៊ីគេលឺអត់លឺវានិយាយហ៎វាថាអ្នកមានឯណាដែលចង់ឲ្យប្រទេសនេះកើតសង្គ្រាមអាកូនណាអញ្ចឹងបានន័យថាពួកឯងសិតតែពួកអ្នកក្រដែលចង់ឲ្យប្រទេសនេះកើតសង្គ្រាមហើយចង់និយាយអញ្ចឹងមែនអត់អសុនតារាហើយចង់និយាយអញ្ចឹងសុនតារាវានិយាយអញ្ចឹងអានេះកុំឲ្យថាខ្ញុំលៀបពណ៌បងប្អូនប្រើបញ្ញាញាណឲ្យគិតរៀងខ្លួនវាថាពួក CPP សិតតែជាអ្នកមានបានជាខ្លាចកើតសង្គ្រាមបានន័យថាម៉េចបានន័យថាពួកវាគឺសិតតែជាពួកអ្នកក្រអត់ខ្លាចសង្គ្រាម
chẳng ban sẽ đây thả Sơn Tara vì chẳng ở miền ca plak đô đàm bay bằng cao sẵn kiềm men rư môi có mình men vì bố việc thả bộ viên nè khó thở ấy việc khó men họ ngay vì miền tè ắt miền sầm bay tê từ nơi răng từ trâu tè kê xong tè kê nơi xong bài kê si ắt miền sẵn chiết ấy tê thằng ấy có ắt này không sai tầm bậy ấy làm bay khệ lô ban xong ràng si nâng đặt châu ta không cảnh chọc chỉ chân phía luôn kê tại xong ràng si mà đã mơ mốc xôn ra tê vì bố xong ràng si cái bông ta đặt ca xong say ra xôn ra đi bông bằng bông miền đại lưu dương vậy thà mày xôn ra đi vì bông có đua xong ràng si ra hướng mà đâu cái này ní à việc cầm bông tay bằng cao giúp của chân cho môi cho phiêu bằng bông miền chăm ớt miền gì vậy chẳng xong đang si na thì tục chất Sơn ra đó ta đi dừng vậy rương clear rồi bỏ Sơn ra mạnh mạnh ban sẽ đây thà vì dồn prom tổ tua score thà ớt vì nì dụ rất một trầy hôn sai tử cứประเทศนี้ต้องการสงครามจะบางคนพิจารณาแล้วบ้านในทวีไอ้กระเพียบจะมวยทางอังปลุกปลายยังไงผู้อังปลุกปลายยังตายแต่โปลถ่าบ่าวเมียนกาพลักโดประเทศขมายต้องการสงครามโดยข้านเหมือนบ้านมวยร้อยเพียร้อยเหมือนก้าวสับปมบูนเลยบ่าวโอนมาร้อยเพียร้อยเฮียนแต่เมียนกาพลักโดดักซ้ำแรงซีไอ้ล้างทวนอยู่รำไตรบ่าวมันตุกสังเกตปลายเทพลอลอันนั้นจังมันเป็นยังไงครวนหมกครวนเวียตาแม่เนี่ยโอเคอะไรนี่วิเมียนมวยตีดนี่วิเมียนตาองมวยอันนั้นตาส้มรงจำตุสนาไหนนะยมส้มถ้าขยมมันนึกบางพูนออกนะนึกส้มนะตาเนี่ยนาเกส้มนะก็ปัจจัยน้องมีอุปสรรคนาเกเนี่ยปัญหากีบอาบุลิมนั่งแรงลือเทียบตามคลิปวิดีโอนี่เป็นโปรขยมนึกนะจะนึกตาตาขยมคนนึกตาได้ตาเชี่ยสไลไปบัดเนี่ยไอ้ยังตั้งทำไมเตนะอะไรยังปุ่งริรูปกอดไอ้ทมติ๊กทำไมไอ้บองโอ้บางมือยมส้มถ้าขยมมันนึกบางพูนออกนะนึกส้มนะจังเต้าส้มนะก็ปัจจัยน้องมีอุปสรรคปัญหาแต่ขยมมันยี่มันเธอสมเพียมันเจงตามคลิปวิดีโอนี้เป็นโปรขยมนึกเคยทางขยมยี่อ้อยขยมยี่ตามปีมา7 ปีน้ำมันเนาะปราบคาเบอร์สันเดียนเราจะทุ่งจังเวทเต่าใจแล้วจุกอ้อยมาจุกอ้อยประกอบพระกรมทาลายกาเอาดำสนัยนี่บุญเฮียงเราเตี้ยนะเราเชิญเตี้ยนะดอกปีเนี่ยที่ได้แทนจำดอกยมดังแทนดอกใบเกี่ย30 ปีเนี่ยตั้งเอาดำสนัยเดี๋ยวมีลืมเงินกะกินน้ำประกอบไอ้ยี่ตัวยี่อดหายติดตัวเกี่ยกัดเอาวีซ่าโจสโลกเกี่ยนังกัดเนี่ยการนำโจลEBA โน่ปีกอรบ GSP นึงมาคมสมีมา CAP การที่ยมเราส่งไปในกิจกรรมยมเนี่ยจับประดามส้มมาบ้านเรารบช้ำมาบ้านมาเจ้าเตลียังอดกาเตแล้วเอายมเยี่ยติดมังรูปมังเจียนเยี่ยหาอัดผมเถื่อบ้านเย่ไอ้ก็สตับเครื่องมาในโอเค
ស្ដាប់ក៏បន្តតមកទៀតនេះសងៃនេះនៅនេះកាន់ស្អីនេះកាយ3នេះឥឡូវយ៉ាងម៉េចហ៊ានណាហ៊ានជាមួយ EPS eBay ហ៊ានជាមួយ GPS អន្តរជាតិគេដាក់កំនេះប៉ុណ្ណាគេអត់ថយទេសម្ដេចទៅមិនថយទេគេមិនថយទេឥឡូវគាត់ណា EU ដាក់ប្រហែល6ខែដំបូងហ្នឹងអត់អ្នកកាត់ដេគេរកស៊ីគេមានលុយមានការមកដាក់នៅស្រុកមានបញ្ហាអញ្ចឹងគេទៅណាស្រុកណាទៅឥឡូវស្រុកយួនគេបានបថយពុនបថយណាអីពុនស្មើគ្នាណាអត់ខ្លាចណាយួនទៅស្រួលងំគេគ្រាន់បើដែររួចហើយហ្នឹងលោកជិតមកបកកើតដឹកតែអីវ៉ាន់ទៅក៏វាមកស្រុកខ្មែរម៉ាស៊ីននឹងអស់ចោលក៏បានដែរក៏ដូចមកម៉ាស៊ីនមកយកមកចាស់អញ្ចឹងអាណាដែលគឺមកដេកាត់ដេនៅស្រុកខ្មែរយកតែយន្តមកដេយន្តនេះយកម៉ាស៊ីនដេខ្ញុំហៅយន្តព្រោះម្ដាយខ្ញុំគាត់ពីដើមឡើយគាត់មានអាដេញ៉ាម៉ាស៊ីនដេសាំងសេហ្នឹងគាត់ហៅថាយន្តដេនោះណាចោលមកတော့ក៏បានដែរអត់បើប្រាក់ខែហើយអញទៅស្រុកយួនវិញថ្មីមកថ្មីទៀតឬទីអាចាស់ទៀតចាស់នៅស្រុកចិនមកព្រុងរីងបាទសូមកនាំចេញក៏អត់បានអីក៏បានអ្នកធ្វើសេអ្នកអត់ការធ្វើអ្នករត់តូបដុំអ្នកការទិញឡានដឹកអ្នកកម្មកររត់មកស្រុកថៃមកមានមកស្រុកថៃឥឡូវស្រួលពាក់ខែ300ដែរមកបាន30,000អ្នកទៀតឥឡូវធ្វើមិនទៀតអរគុណលោកអ៊ំលឺឡៃស្រេងណាលោកមីគាត់អបសុកគាត់ចេញអរិញ live វីដេអូឲ្យគ្មានណាមើលគាត់ទេអញ្ចឹងលោកមីលឺឡៃស្រេងឯងក៏បីតែអរគុណអង្គប្រប្រាជ្ញយើងដែលជួយយកសម្លេងរបស់លោកមីឯងហ្នឹងយកមកចាក់ឲ្យបានប្រជាពលរដ្ឋហ្នឹងបានលឺផងហ្នឹងអរគុណណាអរគុណណាស់មើលស្ដាប់មើលទៅគ្មានចេះអីសោះខ្ញុំជម្រាបបងប្អូនប្រិយមិត្តខ្ញុំគោរពមនុស្សដែលមានវ័យចំណាស់ជាងខ្ញុំជាធម្មតាមនុស្សដែលមានវ័យចំណាស់ជាងខ្ញុំក៏បីតែមានបទពិសោធន៍និងការចេះដឹងច្រើនជាងយើងក៏ប៉ុន្តែក្រោយពេលដែលយើងស្ដាប់លោកតាឮឡៃស្រីនេះបានយើងដឹងថាគាត់អត់មានមើលព័ត៌មានអត់មានយល់ដឹងពីនយោបាយពីសេដ្ឋកិច្ចពីអរិញអីការបរទេសការបរទួយអីគឺទៅទេស្អាតតែម្ដងគ្មានយល់អីសោះនៅសុកគាត់អួតឲ្យខ្មែរហ្នឹងទៅរៀនសូត្រពីស្រុកយួនទៅដែលពីមុនគាត់ថាយួនហ្នឹងវាអាក្រក់ណាស់មិញបងប្អូនលឺគាត់ថាយួនលើគេចំណាប់គេទៅអញ្ចឹងតិចទៀតទៅអ្នកវិនិយោគចិនហ្នឹងរត់ទៅយួនអស់ហើយវាទៅជាណានៅចឹងទៀតហើយក៏បីតែអញ្ចេះបងប្អូនណាយើងធ្វើជាប្រជាពលរដ្ឋខ្ញុំឲ្យគំនិតមួយស្រួលឲ្យតម្លៃទៅលើអ្នកនយោបាយស្រួលជឿទៅលើអ្នកនយោបាយបងប្អូនងាយទេស្ដាប់ខ្ញុំចង់ជឿលើអ្នកនយោបាយណាចង់ជឿលើទ្រឹស្ដីរបស់បុគ្គលណាក៏បីមើលទស្សនភាពជាក់ស្ដែងបច្ចុប្បន្នភាពរបស់គាត់តើគាត់ជាមនុស្សជោគជ័យឬមួយក៏ជាមនុស្សបរាជ័យយល់ដែរទេឧទាហរណ៍បើចង់ជឿសុនតារា
ត្រូវមើលថាតើសុនតារាជាមនុស្សជោគជ័យឬមួយក៏កំពុងតែបរាជ័យមួយវិញទៀតចង់ជឿសម្ដីនយោបាយរបស់លឺឡៃស្រេងគប្បីត្រូវតែពិនិត្យមើលថាតើលឺឡៃស្រេងជាមនុស្សជោគជ័យឬមួយក៏ជាមនុស្សបរាជ័យចង់ជឿសំរងស៊ីគប្បីត្រូវតែមើលបច្ចុប្បន្នភាពរបស់គាត់ថាតើបច្ចុប្បន្ននេះគាត់កំពុងតែជោគជ័យឬមួយក៏កំពុងតែបរាជ័យមែនឬមួយក៏មិនមែនខ្ញុំផ្ដល់វិធីមួយសម្រាប់តើគប្បីគួរជឿលើអ្នកណាអានឹងចឹងដោយទ្រឹស្ដីសេដ្ឋកិច្ចរបស់ James Sock អីអញ្ចឹងកាលពីគាត់ទៅចែកគ្នាពីរឿងអរិញសេដ្ឋកិច្ច EBA ទីផ្សារ EBA ស្អីទៅ EBA ជាមួយនឹងអាគឹមសុកអញ្ចឹងតើគួរជឿគឹមសុកឬមួយក៏ជឿ James Sock អាគឹមសុកវាមានតែចេះរកស៊ីស្អីវាតកូនមកកញ្ឆេងវាមិនចេះលក់ផងហ្នឹងវាត្រូវតែយើងសម្លឹងមើលអញ្ចឹងដើម្បីឲ្យយើងថាតើគួរជឿដែរណាចេនសុកគេជោគជ័យលើ business របស់គេលើមុខរបររបស់គេមិនអញ្ចឹងមនុស្សដែលគេមានជោគជ័យគេប្រកាសជាមានកលឹះអ្វីស្អីរបស់គេមួយហើយទើបគេធ្វើឲ្យខ្លួនគេបានជោគជ័យឥឡូវដូចយើងជឿលើអាចេកម៉ានមិនម៉ែឲ្យយើងពីកាលតែយើងជឿចង់មិនចង់ត្រូវតែជឿលើការគិតរបស់អាចេកម៉ាពីព្រោះអាចេកម៉ាអីគេនឹងវាជាសេដ្ឋីពិភពលោកត្រូវតែជឿទ្រឹស្ដីវាចេកម៉ាឡើងនិយាយលើស្ថានីយទូរទស្សន៍ណាមួយផ្អើលពិភពលោកគេចង់ដឹងថាតើចេកម៉ាឯងធ្វើម៉េចបានធ្វើសេដ្ឋីអញ្ចឹងមានទ្រឹស្ដីមានកលឹះស្អីខ្លះគេជឿលើអញ្ចឹងមែនទេមែនឬមួយក៏មិនមែនហើយនាំគ្នាទៅជឿសូនតារាក្នុងពេលដែលសូនតារានឹងជាអ្នកកើបអាចសេះនៅស្រុករាំងអូអញ្ចឹងអូតែផ្ទះនៅមិនបានបរាជ័យឯកភាពជាមួយនឹងអង្គប្រប្រាជ្ញយើងដែរអត់ខ្ញុំផ្ដល់គំនិតនេះដើម្បីឲ្យបងប្អូនកុំឲ្យពិបាកពិចារណាច្រើនត្រូវពិនិត្យមើលថាតើអ្នកដែលកំពុងនិយាយឲ្យគេជឿហ្នឹងតើកំពុងតែស្ថិតក្នុងស្ថានភាពយ៉ាងម៉េចបើខ្លួនឯងស្ថិតនៅក្នុងស្ថានភាពចាញ់គ្រប់រដូវកាលចាញ់គ្រប់ជំហានស្អីក៏ឃើញតែភាពបរាជ័យហើយទៅនិយាយឲ្យគេជឿហើយយើងជឿកាត់ដែរល្ងងពេកហើយដែលទៅជឿមនុស្សដែលបរាជ័យធនសំរាំងស៊ីនេះជាដើមមែនឬមួយក៏មិនមែនអាហ្នឹងនិយាយឲ្យការពិតហើយកុំឲ្យថាខ្ញុំនឹងវាចេះតាបងប្អូនហើយបងប្អូនក៏បីមើលសំណេររបស់មូសុខួរមួយខ្ញុំមានសំណេររបស់មូសុខួរមួយណាហើយចាំតិចខ្ញុំអានឲ្យបងប្អូនស្ដាប់មូសុខួរគាត់សរសេរថានេះគឺជាលិខិតផ្ញើជូនលោកជំទាវកាំងកុងវ៉ារដ្ឋមន្ត្រីក្រសួងកិច្ចការបរទេសប្រទេសកូរ៉េខាងត្បូងណាសូមរដ្ឋាភិបាលកូរ៉េខាងត្បូងលើកចំណុច2គាត់សរសេរផ្ញើទៅរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងដើម្បីឲ្យប្រទេសកូរ៉េខាងត្បូងហ្នឹងណាដាក់គំនាប
ផ្សេងមកលើរដ្ឋាភិបាលកម្ពុជាតើគេស្ដាប់គាត់ដែរទេនេះមើលសំណេរមូសុខហួរនេះបងប្អូនឃើញអត់ហើយអានខ្លួនឯងអានខ្លួនឯងអានចប់ហើយសូមខមមិនផងថាបានអានចប់ហើយសំណេរគាត់ខ្លីប៉ុណ្ណឹងទេគ្រប់គ្នាពេលអានចប់ហើយសូមជួយខមមិនបន្តិចមកថាបានអានចប់ហើយឬក៏ខមមិនថាអូខេហើយខ្លីយ៉ាងទៅក៏បានដែរអូខេហើយថែមហើយមួយទៀតមកងាខ្ញុំបដូរប្លង់អានចប់នៅចប់ហើយបាទអូខេចឹងចប់ហើយណាគ្រប់គ្នាសិតតែបានអានចប់ហើយមែនទេគង់បណ្រ័តថាមើលមិនឃើញទេអញគេមើលឃើញគ្រប់គ្នាអូខេអានចប់ហើយណាអូខេមុនពេលដែលប្រធានាធិបតីកូរ៉េមកជន់ទឹកដីកម្ពុជាមូសុខហួរបានព្យាយាមបញ្ចុះបញ្ចូលរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េឥឡូវយើងសួរថាតើកូរ៉េជឿមូសុខហួរអត់ឃើញទេអានេះខ្ញុំនិយាយអំពីរបៀបជឿបើសិនជាកូរ៉េគេជឿមូសុខហួរម្លេះគ្មានវត្តមានប្រធានាធិបតីកូរ៉េលើទឹកដីខ្មែរឡើយហើយក៏គ្មានចុះកិច្ចព្រមព្រៀងស្អីជាមួយនឹងកម្ពុជាដែរគ្រាន់តែរស់ស៊ីជាមួយកម្ពុជាទៅសេកូរអាចភេទមែនឬមួយក៏មិនមែនបានន័យថាម៉េចបានន័យថារបៀបជឿរបស់ពិភពលោកនេះអត់មានអីខុសពីអង្គគ្រប់ប្រាជ្ញរបស់យើងជម្រាបជូនទេគឺគេជឿទៅលើអ្នកឈ្នះគេអត់ដែលជឿទៅលើអ្នកចាញ់ឡើយមែនដែរទេហ៎មែនទេអានឹងយើងនិយាយឲ្យការពិតអូខេយើងនិយាយឲ្យការពិតហើយវាមានតាមការពិតពីម្សិលមិញហ្នឹងដោយសារបើសិនជាកុំតែមានដេញវារញ៉ៃអារឿងអាមហាសាច់អាមហាស៊ុយអីហ្នឹងកំអីហ្នឹងយើងនឹងបានលើកឆ្លើយតបជាមួយនឹងដេញនេះហើយឆ្លើយតបជាមួយនឹងលោកសំរងស៊ីហើយបើបងចាំផ្លែតម្សិលមិញហ្នឹងកម្មតាពិតកម្មវិធីរបស់ខ្ញុំបាទហ្នឹងគឺចង់និយាយរឿងសំរងស៊ីច្រើនណាបាទបាទការពិតយើងត្រូវឆ្លើយតបមួយសំរងស៊ីច្រើនណានេះតែដោយសារយើងមករវល់ខាតពេលវេលាដោយសារពួកអាដែងដើរកោសង្គមដើរស្អីវាហ្នឹងរញ៉ៃទៅក៏វាអត់បានលើកឡើងណាអូខេតោះជួយ share តិចទៅដើម្បីយើងធ្វើការឆ្លើយតបជាមួយសំរងស៊ីបន្តិចព្រោះអានឹងវាជារឿងដែលខ្ញុំជំពាក់ប្រិយមិត្តតាំងពីម្សិលមិញខ្ញុំបាទជុនចិត្តបុតស៊ូមជម្រាបសួរអាដាមសំរងស៊ីបាទជម្រាបសួរលោកច័ន្ទបុតបាទមានសំឡេងស្ដាប់ទៅគឺដូចជាសំឡេងរបស់លោកសំរងស៊ីច្បាស់កន្លែតែម្ដងអ្វីដែលសំខាន់ពេលណាទុកសកាទទួលសេរីភាពពីពេញជាងថាតែទុកសកាចង់បែកបាក់ពីសំរងស៊ីហើយជាគោលដៅ
និយាយសពថ្ងៃនេះពេលនេះអ្នកដែលនៅក្នុងគណៈបកសង្គ្រោះជាតិមួយចំនួនដែលមិនពេញចិត្តនឹងអាដាមសំរងស៊ីនឹងក៏នាំគ្នាបង្ហោះផ្សាយបន្តនៅសារសម្លេងដែលគេអះអាងថាបែកធ្លាយជាថាជាសម្លេងពិតរបស់អាដាមនោះតើអាដាមនឹងប្រកាសប្រាប់ពួកគាត់បែបណាដែរដើម្បីឲ្យពួកគាត់បានអស់ចិត្តទៅវិញដើម្បីកុំឲ្យឃើញថាអាដាមសំរងស៊ីនឹងធ្វើយុទ្ធនាការធ្វើនយោបាយសប្តាហ៍ថ្ងៃនេះគឺធ្វើយ៉ាងណាដើម្បីទុកអាដាមកឹមសុខាឲ្យនៅក្នុងពន្ធនាគារដើម្បីក្តោបក្តាប់អំណាចតើពួកអាដាមប្រាប់ពួកគាត់យ៉ាងណាដែរដើម្បីឲ្យមានការបង្រួបបង្រួមក្នុងគណៈបកសង្គ្រោះជាតិអាដាមសូមជឿខ្ញុំអត់ចាំបាច់ទៅប្រាប់ពួកនរណាដែលគេសម្រេចចិត្តលក់ខ្លួនឲ្យហ៊ុនសែនដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួនឃើញហើយគាត់ថាអត់បាច់និយាយឲ្យខ្លីទៅគឺសំរងស៊ីអត់មានគោលនយោបាយបង្រួបបង្រួមគណៈបករបស់គាត់ទេបងប្អូនជឿអញ្ចឹងដែរអត់យោងតាមចម្លើយរបស់សំរងស៊ីនេះយោងតាមសំណួររបស់ជនច័ន្ទបុតនេះឆ្លោះបញ្ចាំងអាចឲ្យយើងជាប្រជាពលរដ្ឋជាអ្នកតាមដាននយោបាយអាចវាយតម្លៃបានថាអាមសៀសំរងស៊ីនេះគ្មានគំនិតចង់បង្រួបបង្រួមគណៈបកប្រឆាំងរបស់គាត់ដែលកំពុងតែបែកបាក់គ្នាជាពីរនេះទេមែនឬមួយក៏មិនមែនបើមែនសុំអូខេម្នាក់មួយហើយយើងស្ដាប់បន្តសូមជម្រាបសួរបងប្អូនជនរួមជាតិនិងក្មួយៗជាទីគោរពសប្តាហ៍ក្រោយមានគណៈប្រតិភូមកពីសហភាពអឺរ៉ុបគេដឹកមកទស្សនកិច្ចប្រទេសកម្ពុជាដើម្បីបញ្ជាក់អំពីលក្ខខណ្ឌរបស់សហភាពអឺរ៉ុបបើរបបហ៊ុនសែនចង់ជៀសវាងទណ្ឌកម្មពាណិជ្ជកម្មតាក់ទងទៅនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធហៅ EBA គេនឹងបញ្ជាក់ប្រាប់ហ៊ុនសែនឲ្យច្បាស់ម្ដងទៀតថាបើហ៊ុនសែនចង់រួចផុតពីទណ្ឌកម្មពាណិជ្ជកម្មនេះត្រូវតែដោះលែងលោកកឹមសុខាប្រធានគណៈបកសង្គ្រោះជាតិជាបន្ទាន់និងដោយឥតលក្ខខណ្ឌហើយទី2ត្រូវតែបើកផ្លូវឲ្យគណៈបកសង្គ្រោះជាតិដំណើរការឡើងវិញគេមិនទទួលយកដាច់ខាតការរំលាយគណៈបកសង្គ្រោះជាតិដោយអត្តនោម័តដោយខុសច្បាប់ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យទាំងស្រុងគឺបង្ហាញថាហ៊ុនសែនដឹងថាខ្លួនចាញ់ឆ្នោតពេលណាមានការបោះឆ្នោតត្រឹមត្រូវគឺចាញ់គណៈបកសង្គ្រោះជាតិដូច្នេះគ្មានវិធីអ្វីជៀសវាងបរាជ័យក្រៅពីរំលាយគណៈបកសង្គ្រោះជាតិតែទង្វើរំលាយគណៈបកសង្គ្រោះជាតិនេះពិភពលោកមិនអាចទទួលយកបានទេហ៊ុនសែនត្រូវតែថយក្រោយត្រូវតែដោះលែងលោកកឹមសុខាជាបន្ទាន់ហើយត្រូវតែបើកផ្លូវឲ្យគណៈបកសង្គ្រោះជាតិដំណើរការឡើងវិញអញ្ចឹងហើយបានហ៊ុនសែនកំពុងតែភ័យស្លន់ស្លោគាត់ប្រើវិធីថោកទាបកាន់តែច្រើនឡើងដើម្បីបោកបញ្ឆោតគេឯងវិធីថោកទាបមួយគឺគាត់ផ្សព្វផ្សាយព័ត៌មានដែលគាត់ប្រឌិតព័ត៌មានคล้ายៗថាខ្ញុំសំរងស៊ីបែកបាក់ពីកឹមសុខាមិនមែនទេខ្ញុំសំរងស៊ីយល់ច្បាស់ហើយលោកកឹមសុខាក៏យល់ច្បាស់ដែរគឺត្រូវតែរួបរวมគ្នាដាច់ខាតសំរងស៊ីកឹមសុខាជាមនុស្សតែមួយដើម្បីនាំមកនៅជ័យជំនះដល់គណៈបកសង្គ្រោះជាតិដែលនឹងដំណើរការឡើងវិញបើកឹមសុខាសំរងស៊ីបែកបាក់គ្នាគឺគណៈបកសង្គ្រោះជាតិច្បាស់ជារលាយហើយគ្មានគណៈបកណាក្រៅពីគណៈបកសង្គ្រោះជាតិដែលអាចនាំមកនៅការផ្លាស់ប្ដូរគឺបញ្ចប់របបផ្ដាច់ការរបបក្បត់ជាតិដឹកនាំដោយហ៊ុនសែនអញ្ចឹងហើយបានហ៊ុនសែនគាត់ប្រើវិធីគ្រប់បែបយ៉ាងដើម្បីចង់បំបែកគណៈបកសង្គ្រោះជាតិនេះបំបែករូបខ្ញុំសំរងស៊ីពីកឹមសុខាហើយចង់ឲ្យមន្ត្រីគណៈបកសង្គ្រោះជាតិទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញពីគាត់បងប្អូនលឺអត់តើគួរជឿសម្ដីសំរងស៊ីដែរទេឥឡូវនេះរៀលខេមរិនមកមួយទៀតមេកមីធំមកមួយទៀតហើយខ្ញុំសង្ឃឹមថាវានឹងមានមកជាបន្តក៏ប៉ុន្តែខ្ញុំអត់ខ្វល់ទេ
ខ្ញុំអត់ខ្វល់ទេសម្រាប់ខ្ញុំខ្ញុំអត់ខ្វល់ទេហើយខ្ញុំក៏គិតដែរថាសម្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏លោកមិនខ្វល់ដែរទ្វារបើកហើយលោកចូលឬមិនចូលជារឿងរបស់អស់លោក118នាក់ក៏ប៉ុន្តែយើងគ្រាន់តែអបអរសាទរអ្នកដែលឆ្លាតក៏បីតែរត់រះចូលមកកុំស្ដាប់សំរាំងស៊ីសំរាំងស៊ីគ្មានចេតនាល្អទេបងប្អូនត្រូវយល់ណាតបនឹងសំណួររបស់ជនច័ន្ទបុតខាងដើមគាត់ថាគាត់មិនខ្វល់គាត់មិនខ្វល់ក្នុងការបង្រួបបង្រួមជាមួយនឹងពួកអាលោកខួរក្បាលហ៊ុនសែនទេអាណាគេលោកខួរក្បាលហ៊ុនសែនគឺពួកកូនចៅកឹមសុខានេះឯងមនុស្សដែលស្រឡាញ់កឹមសុខាឬមានអ្នកខ្លះទៀតដែលដើរតាមសំរងស៊ីខ្លួនឯងហ្នឹងឥឡូវនេះកំពុងតែរៀបចំខ្លួនមកហើយបងប្អូនមកជាបណ្ដាហើយមកយករឿង EBA មកយករឿងគណៈប្រតិភូអានេះណែស្អីគេអឺរ៉ុបដែលនឹងមកកម្ពុជាសប្តាហ៍ក្រោយដើម្បីដាក់ការគៀបសង្កត់ស្អីខ្ញុំគ្រាន់តែជម្រាបជូនបងប្អូនថាខួរក្បាលរបស់សំរងស៊ីខ្ញុំនិយាយហើយនិយាយទៀតมันអាចប្រៀបបានជាមួយនឹងប្រធានាធិបតីប្រទេសកូរ៉េទេមែនឬមួយក៏មែនប្រធានាធិបតីរបស់កូរ៉េអានេះបើយើងនិយាយចិនរឿងផ្សេងខ្ញុំសុំនិយាយដល់ឡែកព្រឹត្តិការណ៍ថ្មីបំផុតគឺប្រធានាធិបតីរបស់កូរ៉េហើយនឹងកម្ពុជាសទ្ធិຂະຫນາតពិភពលោកចេញមកខ្ញុំគិតថាលោកទាំងពីរនាក់នេះមានខួរក្បាលមិនអន់ជាងសំរងស៊ីទេបើសិនជាអន់ជាងសំរងស៊ីគេអត់មកវិនិយោគជាមួយនឹងកម្ពុជាឡើយគេអត់មករកស៊ីជាមួយកម្ពុជាទេគេប្រកាសជាមានការជឿជាក់ថាសភាពការកម្ពុជាគឺមិនអាចប្រែកន្លះបានពេលណាប្រទេសមួយដែលមានហានិភ័យខ្ពស់គេអត់មករកស៊ីជាមួយទេវាមិនដែលអាណាយកលុយវល់ពាន់លានទៅរកស៊ីនៅអារេញនៃប្រទេសអារេញវេណេស៊ុយអេឡារាល់ថ្ងៃហ្នឹងឯងមែនទេវាមិនដែលពួកប្រទេសវាកំពុងតែចិត្តកលាប់ចាក់យ៉ែអាណាភ្លើយកលុយវល់កោតដុល្លារវល់ពាន់លានដុល្លារយកទៅរកស៊ីនៅប្រទេសដែលមានហានិភ័យខ្ពស់វាអត់ទេ700លានដុល្លារគេបោះមកស៊ឺសួរថាខួររបស់គេនឹងអន់ជាងលោកឯងណាស់ទៅឬអីមែនទេឯកភាពចាំអត់ចឹងបានថាយើងអត់មានពេលវេលាយកតែជាឯណាទៅស្ដាប់សំរងស៊ីទេប្រិយមិត្តបងប្អូនជនរួមជាតិខ្ញុំនិយាយនេះមិនមែនសំដៅទៅលើបងប្អូនដែលបោះឆ្នោតឲ្យគណៈបកប្រជាជនទេខ្ញុំនិយាយនេះគឺសំដៅទៅបងប្អូនខ្មែរប្រឆាំងទូទាំងប្រទេសសូមកុំជឿជាក់សូមកុំដាក់សេចក្តីទុកចិត្តស្អីទៅលើអាមសៀសំរងស៊ីនេះឲ្យសោះគាត់នេះអត់មានចេះអ្វីក្រៅតែពីរឿងធ្វើសេដ្ឋកិច្ចមួយមុខគត់ខ្ញុំបាទផ្ទាល់សុំសរសើរដោយស្មោះអស់ពីបេះដូងចំណុចដែលខ្ញុំសរសើរលោកសំរងស៊ីមានតែមួយគត់គឺគាត់ជាបណ្ឌិតសេដ្ឋកិច្ចដ៏ពិតប្រាកដម្នាក់គាត់ខ្លាំងខ្ញុំទទួលស្គាល់ពីព្រោះគាត់ទី1គាត់ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគាត់ប្រកែធ្វើសេដ្ឋកិច្ចខ្ញុំសរសើរដោយស្មោះ
តែវិធីធ្វើសេដ្ឋកិច្ចរបស់គាត់ដែលយើងឃើញជោគជ័យហើយមិនចេះបរាជ័យគឺស្អីបងប្អូនមានដែលឃើញថាសំរងស៊ីដែលធ្វើបរាជ័យទេអត់ទេណារឿងធ្វើសេដ្ឋកិច្ចរបស់សំរងស៊ីតែងបានជោគជ័យទាំងអស់ទទួលស្គាល់ខ្ញុំទទួលស្គាល់អ្នកណាមិនទទួលស្គាល់ហើយពួក CPP ណាមិនទទួលស្គាល់សំរងស៊ីហើយថ្ងៃនេះខណ្ឌសវណ្ណសូមប្រកាសទទួលស្គាល់សមត្ថភាពដ៏កំពូលរបស់សំរងស៊ីក្នុងការធ្វើសេដ្ឋកិច្ចគឺលេខ1ទី1ដែលយើងមើលឃើញទាំងអស់គ្នាគឺលុយទូព្រះអាទិត្យបោកមនុស្សយកឡើងផុយអានឹងមិនជោគជ័យអានឹងជោគជ័យហើយមនុស្សខ្មែរទាំងក្នុងហើយនិងក្រៅប្រទេសប្រមូលលុយឲ្យសំរងស៊ីទាំងអស់ទាំងចាស់ទាំងក្មេងទាំងប្រុសទាំងស្រីសូម្បីតែជនពិការសូម្បីតែអ្នកសុំទានសំរងស៊ីយកទាំងអស់យកអត់រើសមុខនេះជាវិធីធ្វើសេដ្ឋកិច្ចដ៏ជោគជ័យហើយបើគាត់ជោគជ័យអញ្ចឹងហើយយើងទៅថាគាត់មិនជោគជ័យហ្មងបើយកបាត់ហើយហ្នឹងហ៎$80,000ប្រយហើយអាហ្នឹងមិនជោគជ័យមែនឬមួយក៏មិនមែនជោគជ័យមួយទៀតរបៀបធ្វើសេដ្ឋកិច្ចរបស់គាត់ទៅជប៉ុនទៅប្រមូលស្រោមសម្បត្តិពីពលករនៅជប៉ុនផ្អើលពេញជប៉ុនទៅទៀតអាគ្នារត់ពីស្រុកខ្មែរទៅធ្វើខ្ញុំកញ្ជះគេនៅដល់ជប៉ុនសំរងស៊ីជីកយន្តហោះទៅយកលុយគ្នាលក់ពលកម្មបានន័យថាពលករសូម្បីតែពលករដល់វេទនីក៏សំរងស៊ីជីកយន្តហោះទៅយកលុយបានដែរហើយអាហ្នឹងមិនជោគជ័យតើឲ្យថាគាត់បរាជ័យវាអត់កើតហើយមិនឲ្យសរសើរគាត់វាអត់កើតហ៎